ជាបឋមសូមគោរពជំរាបសួរបងប្អូនជនរួមជាតិជាទីរាប់អានថ្ងៃនេះវិលត្រឡប់មកជួបគ្នាម្ដងទៀតតាមពេលវេលានិងម៉ោងដដែលដោយឡែកប្រធានបទដែលខ្ញុំបកណាខ្ញុំបាទលើកយកមកធ្វើបទវិភាគក្នុងថ្ងៃនេះគឺណាស្ដីអំពីចិត្តគំនិតពិភពលោកគឺសំដៅទៅលើមេដឹកនាំក៏ដូចជាការប្រស្រ័យតាក់ទងរបស់ប្រទេសខ្លួនទៅប្រទេសមួយផ្សេងទៀតដូច្នេះហើយបានជាខ្ញុំបកណាខ្ញុំបាទលើកយកនៅប្រធានបទដោយសង្ខេបដាក់ថាណាពិភពលោកគ្មានស្មោះត្រង់ចំពោះយើងក្រៅពីសម្លឹងឃើញនៅផលប្រយោជន៍អំពីយើងនោះទេបាទជាការពិតណាស់នៅក្នុងន័យដើម្បីចង់បានផលប្រយោជន៍រវាងសេដ្ឋកិច្ចនិងសេដ្ឋកិច្ចផលប្រយោជន៍ណាស្ដីអំពីការពឹងពំនាក់ស្នាក់អាស្រ័យគ្នាទៅវិញទៅមកឬក៏ការធ្វើឲ្យប្រទេសណាមួយធ្វើជាបង្អែករបស់ខ្លួនក្តីឬក៏ខ្លួនធ្វើជាបង្អែករបស់នៃប្រទេសដទៃក្តីយើងឃើញថាគ្មានអ្វីក្រៅពីផលប្រយោជន៍នោះទេបាទហើយសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោកសម្រាប់មេដឹកនាំទាំងអស់នៅលើពិភពលោកយើងឃើញនៅក្នុងរបបនយោបាយនៃបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកទោះបីជាប្រទេសណាមានរបបនយោបាយជាព្រះរាជាអាណាចក្រអាស្រ័យធម្មនុញ្ញក្តីជារាជានិយមក្តីឬក៏ជាប្រទេសសង្គមនិយមដែលមានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីកើតចេញអំពីបកក្តីឬក៏ប្រទេសមួយចំនួនដែលសេរីលទ្ធិប្រជាធិបតេយ្យដែលយោងតាមការហៅរបស់ប្រទេសជាសម្ព័ន្ធមិត្តការហៅរបស់ប្រទេសជាដៃគូឬក៏ការកំណត់ចែងច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនក្តីថាជាប្រទេសធិបតេយ្យថាជាសង្គមនិយមថាជាណារាជាណាចក្រក្តីយើងឃើញថាគ្មានអ្នកណាមួយស្មោះត្រង់ជាមួយយើងក្រៅអំពីសម្លឹងឃើញផលប្រយោជន៍ពីយើងនោះទេបាទយើងចង់និយាយថារបត់នៃប្រទេសទាំងអស់នៅលើពិភពលោកមិនថាតែកម្ពុជាមិនថាតែប្រទេសជាប់យើងថៃឡង់ប្រទេសវៀតណាមប្រទេសឡាវភូមាឬក៏ប្រទេសដែលធំជាមហាអំណាចណាផ្នែកសេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្នរួមមានកូរ៉េខាងត្បូងជប៉ុនឬក៏ប្រទេសចិនរួមជាមួយនឹងប្រទេសមហាអំណាចធំនៅទ្វីបអឺរ៉ុបមានសហរដ្ឋអាមេរិកបារាំងអង់គ្លេសជាដើមនេះក្តីយើងឃើញថាសុទ្ធតែមានសុទ្ធតែសម្លឹងណាឃើញនៅផលប្រយោជន៍របស់ប្រទេសជាដៃគូឃើញនៅផលប្រយោជន៍នៅប្រទេសជាសម្ព័ន្ធមិត្តរវាងគ្នាទៅវិញទៅមកតើយើងអាចរំពឹងសង្ឃឹមបានទេការប្រស្រ័យតាក់ទងរបស់យើងបើសិនជាគេសម្លឹងឃើញប្រយោជន៍ពីយើងដែលมันអាចខ្វះបាននោះបាទត្រង់នេះដែលជាបញ្ហារសើបហើយត្រង់នេះគឺជាបញ្ហាដែលណាយើងទាំងអស់គ្នាត្រូវតែពិភាក្សាយើងទាំងអស់គ្នាត្រូវតែពិចារណាក្នុងនាមជាប្រជាពលរដ្ឋក្តីក្នុងនាមជាថ្ងៃមុខអស់លោកคล้ายទៅជាប្រមុខនៃមេដឹកនាំភូមិឃុំសង្កាត់ណាក៏ដូចជាคล้ายទៅជាប្រមុខនៃមេដឹកនាំរបស់ប្រទេសនីមួយក្តីយើងឃើញហើយថាណាគ្មានអ្នកណាគ្មានប្រទេសណានៅលើពិភពលោកណាស្មោះត្រង់ជាមួយយើងដោយក្បត់នៅផលប្រយោជន៍ជាតិគេក្បត់នៅផលប្រយោជន៍ប្រជាជនគេក្បត់នៅអ្វីដែលជាបុព្វបុរសដូនតារបស់គេបានបន្សល់ទុកមកឲ្យទេ
បាទពីព្រោះនៅក្នុងចំណុចនេះខ្ញុំសូមលើកយកនៅការរាប់អានការប្រស្រ័យតាក់ទងឬក៏ការមានទំនាក់ទំនងជិតស្និទ្ធណារបស់ប្រទេសមួយជាមួយនឹងប្រទេសមួយទៀតនិងប្រទេសមួយជាមួយនឹងទ្វីបមួយផ្សេងទៀតហើយជាក់ស្ដែងយើងឃើញថាប្រទេសខ្លះពីសម្ព័ន្ធមិត្តក៏คล้ายទៅជាសត្រូវប្រទេសខ្លះពីសត្រូវក៏คล้ายទៅជាមិត្តដូច្នេះហើយខ្ញុំចង់បង្ហាញជាសារបានជាឧទាហរណ៍ណាខ្លះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ណាយល់ដឹងអំពីបញ្ហារបបនយោបាយយល់ដឹងអំពីរបបនៃនយោបាយភូមិសាស្ត្ររបបនយោបាយសេដ្ឋកិច្ចនិងរបបនយោបាយស្ដីអំពីវិស័យយោធាហើយថ្មីនេះជារឿងសំខាន់គឺរបបនយោបាយស្ដីអំពីណាសង្គ្រាមពាណិជ្ជកម្មកើតឡើងដែលសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនកំពុងតែប្រឈមមុខដាក់គ្នាស្ដីអំពីការធ្វើនៅពាណិជ្ជកម្មការនាំចេញនាំចូលដោយសហរដ្ឋអាមេរិកបានបង្កើននៅពន្ធបដិការទៅលើផលិតផលទំនិញរបស់ចិនណារាប់រយមុខឃើញថាមានរហូតដល់ពន្ធ100% 130ទៅ150%នេះគឺជាពន្ធសឹងតែនិយាយបានថាគោលបំណងមិនឲ្យនាំនៅផលិតផលទាំងអស់នោះទៅកាន់ប្រទេសផងខ្លួនដែរនេះអាចចង់បង្ហាញឲ្យឃើញថាអ្វីក៏ដោយគឺវាអាចប្រែប្រួលទៅតាមបរិបទទាំង4ទាំង5ដូចដែលខ្ញុំបកណាខ្ញុំបាទលើកយកមកធ្វើជាបទបង្ហាញលើកយកមកវិភាគចែកជូនអស់លោកជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមតាមដានស្ដាប់ស្ដីអំពីការបទវិភាគស្ដីអំពីនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះតែម្ដងនៅក្នុងនោះយើងឃើញថាប្រទេសខ្លះជាសម្ព័ន្ធមិត្តគ្នានឹងគ្នារាប់រយឆ្នាំមកក៏អាចណាបែកបាក់គ្នាដោយសារកត្តាទី1គឺរបត់នៃសង្គ្រាមជារឿងធម្មតាកាលបើប្រទេសមួយមានបញ្ហាសង្គ្រាមនឹងគ្នាហើយណាมันអាចរក្សានៅជំហរมันអាចរក្សានៅការប្រស្រ័យទាក់ទងมันអាចរក្សានៅអ្វីដែលដូចដើមបាននោះទេបាទដូចដើមបាននោះទេហើយយើងកន្លងមកយើងឃើញថាត្រួសប្រទេសនៅក្នុងណាតំបន់អាស៊ីអាគ្នេយ៍យើងនេះគឺប្រទេសថៃដែលជាហេតុមានបញ្ហាជាមួយនឹងប្រទេសកម្ពុជាដែលបានឈ្លានពានប្រទេសកម្ពុជាកាលពីថ្ងៃទី24កក្កដាប៉ុណ្ណេះគ្រាន់តែសម្ពាធគ្រាន់តែឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំណារបស់លោកប្រធានាធិបតី Donald J. Trump បានជំរុញបានដាក់គំនាបជាពិសេសយកពន្ធសម្រាប់ដាក់គំនាបមកប្រទេសថៃដែលជាហេតុធ្វើឲ្យណាទំនាក់ទំនងរបស់ប្រទេសថៃជាមួយនឹងសហរដ្ឋអាមេរិកហាក់បីដូចជាបានដើរថយក្រោយបាទបានដើរថយក្រោយណាទាំងប្រជាពលរដ្ឋជាតិនិយមនៅក្នុងប្រទេសថៃមួយចំនួនរួមទាំងណាប្រមុខនៃមេដឹកនាំរបស់ប្រទេសថៃក៏ដូចជាព្រះមហាក្សត្រនៃប្រទេសថៃហាក់មើលទៅឃើញណាមានការបង្វែរការទំនាក់ទំនងងាកមកពង្រឹងការទំនាក់ទំនងជាមួយប្រទេសចិនឡើងវិញផងដែរថ្មីនេះយើងឃើញថាពីថ្ងៃទី13ដល់ថ្ងៃទី17មានន័យថារយៈពេល5ថ្ងៃនៃព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃវិចារាលង្កនទៅកាន់ប្រទេសចិនដែលឃើញមានការប្រស្រ័យទាក់ទងទំនាក់ទំនងតាមសេចក្តីជូនដំណឹងរបស់លោកស្រីម៉ៅនីងដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាក្រសួងការបរទេសរបស់ប្រទេសចិនបានចេញផ្សាយ
ហើយយោងតាមសារព័ត៌មានផ្តិតយកនៅរូបភាពទស្សនីយភាពណាផ្សេងតាំងពីថ្ងៃដែលព្រះមហាក្សត្របានចុះពីប្រទីណាំងយន្តហោះចូលទៅកាន់ទឹកដីនៃប្រទេសចិនយើងឃើញថាមានក្បួនរងចាំទទួលម៉ូតូហែហមក្បួនសពបែបយ៉ាងជាដើមរួមទាំងក្នុងនោះមានការជួបណាជាមួយនឹងប្រធានាធិបតីស៊ីជីនពីងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីលីឈៀងព្រមទាំងអ្នកមុខអ្នកការនៃប្រទេសចិនទាំងអស់ក៏បានណាចូលរួមដើម្បីហៅថាជំនួបកម្ពុជាជំនួបដោយឡែកដើម្បីពង្រឹងស្ដីពីកិច្ចសហប្រតិបត្តិការផ្សេងក្នុងករណីដែលមានការរាំងស្ទះនៅផលិតផលទំនិញណារបស់ប្រទេសថៃដែលធ្លាប់នាំមកប្រទេសកម្ពុជាបង្វែរទិសដៅរកទីផ្សារផ្សេងជាដើមនេះគឺជាការឧទាហរណ៍ជាការសន្មត់របស់ខ្ញុំវិភាគតែប៉ុណ្ណោះហើយរឿងអ្វីផ្សេងក៏ខ្ញុំគិតថាมันខុសពីអ្វីដែលខ្ញុំវិភាគនេះផងដែរនេះចង់និយាយថាសំដៅលើដោយសារកត្តាចំនួនព្រំដែនណាបានធ្វើឲ្យប្រទេសថៃហាក់បីដូចជាដកនៅទំនុកចិត្តដកនៅការទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកងាកទៅបោះដៃចាប់ជាមួយនឹងប្រទេសចិនជាដើមនេះចំណុចទី1ហើយកត្តាទី2វាជារឿងសេដ្ឋកិច្ចក៏នាំឲ្យណាបាក់បែកនៃទំនាក់ទំនងគ្នានឹងគ្នាផងដែរណាជារួមថ្មីត្បិតតែសង្គ្រាមបច្ចុប្បន្នជាពិសេសសង្គ្រាមសេដ្ឋកិច្ចធំកើតតែលើប្រទេសមហាអំណាចដែលជាអ្នកកាន់នៅចង្កូតសេដ្ឋកិច្ចជាតិជាសេដ្ឋកិច្ចពិភពលោកនោះយើងឃើញថាក៏ពិតមែនតែអ្វីដែលសំខាន់ណាប្រទេសជាប់ភូមិផងរបងជាមួយនៅក្នុងទឹកដីអឺរ៉ុបនៅក្នុងទ្វីបអាមេរិកខាងជើងដែលមានសហរដ្ឋអាមេរិកណាជាដើមក្តីយើងឃើញថាក៏មានការដាក់នៅពន្ធបន្ថែមពន្ធទៅលើប្រទេសដែលជាប់នឹងខ្លួនផងដែរនេះជាការសបបញ្ជាក់ធ្វើឲ្យមេដឹកនាំនៃបណ្ដាប្រទេសទាំងអស់នៅក្នុងសហគមន៍អឺរ៉ុបឬក៏មេដឹកនាំទាំងអស់នៅតំបន់ណាអឺរ៉ុបដែលធ្លាប់មានការប្រស្រ័យទាក់ទងជាមួយនឹងសហរដ្ឋអាមេរិកពីអាណត្តិនៃប្រធានាធិបតីមុនហាក់បីដូចជាស៊ីសង្វាក់ទាំងសម្ដីសម្ដៅកាយវិការអិរិយាបថជាដើមតែបច្ចុប្បន្ននេះវាហាក់បីដូចជាពិភពលោកកំពុងតែបែងចែកនៅវណ្ណៈបែងចែកនៅលទ្ធភាពនៃការទទួលទិញបែងចែកនៅលទ្ធភាពនៃការទិញនៅទំនិញនិងសេវាកម្មផ្សេងពីសហរដ្ឋអាមេរិកនេះយើងចង់និយាយថាចង់មិនចង់សូម្បីតែសហរដ្ឋអាមេរិកជាមួយនឹងប្រទេសទាំងអស់នៅទ្វីបអឺរ៉ុបក៏ហាក់បីដូចជាអអ៊ុនស្រពន់ចិត្តជាមួយគ្នាផងដែរកន្លងមកយើងឃើញថាក៏មានការតម្លើងសរសៃកដាក់គ្នារវាងប្រទេសអាមេរិកជាមួយនឹងប្រទេសបារាំងគឺក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald J. Trump និងបារាំងដែលដឹកនាំដោយលោក Macron ជាដើមមិនត្រឹមតែប៉ុណ្ណេះអង់គ្លេសក៏ដូចគ្នាក៏មានរួមទាំងប្រទេសទាំងអស់នៅក្នុងសហគមន៍នៅក្នុងតំបន់អឺរ៉ុបទាំងអស់វាហាក់បីដូចជាណាអន់ចិត្តប៉ុន្តែมันអាចហាស្ដីបានតាក់ទងជាមួយនឹងកិច្ចការងារនេះដូច្នេះយើងឃើញថាដោយសារកត្តាពាណិជ្ជកម្មដោយសារកត្តាពួនគយនៃការនាំចេញនាំចូលក៏វាអាចបង្កើតទៅជាការថ្នាក់ធ្វើឲ្យអអន់ស្រពន់ចិត្តជាមួយគ្នាទៅវិញទៅមកពីប្រទេសដែលមានការប្រស្រ័យតាក់ទងគ្នាយ៉ាងស្អិតល្មួតคล้ายទៅជាណាឃ្លាតកាយណាចិត្តជាដើមនេះជាចំណុចណាទី2ចំណុចទី3គឺសំដៅលើកត្តាអាវុធយុទ្ធភ័ណ្ឌអាវុធយុទ្ធភ័ណ្ឌនេះក៏វាជាការបង្ហាញឲ្យឃើញពីសមត្ថភាពឲ្យឃើញអំពីកម្លាំងនៃកងទ័ពក៏ដូចជាសពាវុធផ្សេងដែលខ្លួនមានចង់មិនចង់ទោះជាមេដឹកនាំនៃទ្វីបណាក៏ដោយមេដឹកនាំនៃពិភពលោកណាក៏ដោយនៅក្នុងចិត្តតែងតែមានការអអន់ស្រពន់ចិត្តតែងតែមានការនិន្ទាមានការមិនសប្បាយចិត្តនឹងគ្នាទៅវិញទៅមកដោយឃើញអំពីប្រទេសជា
មិត្តល្អជាងខ្លួនដោយឃើញអំពីប្រទេសជាដៃគូសម្ព័ន្ធមិត្តណាខ្លាំងជាងខ្លួនមានសមត្ថភាពជាងខ្លួនសពផ្នែកសពបែបសពយ៉ាងជាពិសេសលើវិស័យយោធាក៏ខ្លួនចាប់ផ្ដើមអន់សពុនចិត្តដូចគ្នានេះជាចំណុចទី3ហើយចំណុចទី4ណាគឺតាក់ទងជាមួយនឹងហៅថាពុនឬក៏ពាណិជ្ជកម្មគឺជារឿងសំខាន់ដែរពាណិជ្ជកម្មនេះបាទការនាំចេញនាំចូលជាពិសេសប្រទេសទាំងឡាយដែលមានសមត្ថភាពក្នុងការផលិតមានសមត្ថភាពនៅក្នុងការគ្រប់គ្រងផលិតផលក្នុងស្រុករបស់ខ្លួនមិនអនុញ្ញាតឬក៏អនុញ្ញាតដែរនៅក្នុងន័យតឹងតែងដើម្បីណាបើកច្រកឬក៏បើកផ្លូវឲ្យមានផលិតផលពីប្រទេសផ្សេងហូរចូលទៅក្នុងទឹកដីនៃប្រទេសខ្លួនជាដើមដូច្នេះខ្លួនបានបិទខ្លួនបានការពារយ៉ាងតឹងរ៉ឹងយ៉ាងមុតមមជាទីបំផុតដូច្នេះវាជាហេតុផលមួយដែលនាំឲ្យអអន់សពុនចិត្តដូចគ្នានេះសំដៅលើប្រទេសទាំងឡាយដែលមានហៅថាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយគ្នានឹងគ្នាដូចថៃជាមួយនឹងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នដោយប្រទេសចិនជាមួយនឹងណាកូរ៉េខាងជើងនាពេលបច្ចុប្បន្នហើយយើងឃើញថាខ្ញុំភ្ជាប់ជាមួយនឹងប្រទេសចិនបន្តិចថ្មីនេះកន្លងមកយើងឃើញថាចិនហាក់បីដូចជាចូលរួមគ្រប់គ្រងណាឯកភាពជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែលមានលោកនាយករដ្ឋមន្ត្រីណាដែលទៅនឹងឡើងកាន់តំណែងថ្មីនេះចិនបានចូលរួមណានៅជាពិសេសនៅក្នុងដំណើរទស្សនកិច្ចក៏ដូចចរចាពិភាក្សាស្ដីអំពីកិច្ចការងារមួយចំនួនរវាងប្រទេសចិននិងប្រទេសកូរ៉េខាងត្បូងផងដែរដោយឡែកសម្រាប់ប្រទេសកូរ៉េខាងជើងហាក់បីដូចជាចិនមិនសូវជាខ្វល់ខ្វាយចិនមិនហាក់បីដូចជាប្រឡែងចោលនៅក្នុងន័យយើងអាចមើលឃើញថាប្រហែលជាមេដឹកនាំនៃប្រទេសណាចិនបានមើលឃើញពីដំណើរអិរិយាបថនៃការនិយាយមិនស្ដាប់គ្នាក៏អាចថាបានដូច្នេះហើយទើបណាចិនក៏ឃើញមានការចាប់ដៃចាប់ជើងជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងនេះជាការសបបញ្ជាក់បង្ហាញឲ្យឃើញនៅឲ្យឃើញនៅការឈឺចាប់របស់លោកគីមចុងអ៊ុនដែលជាមេដឹកនាំនៃប្រទេសកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះផងដែរបាទនេះចង់សបញ្ជាក់ឲ្យឃើញពីប្រទេសដែលមានការប្រស័យតាក់ទងជាមួយគ្នាល្អក៏អាចคล้ายទៅជាប្រទេសដែលមានការថ្នាក់វិវាទពេលខ្លះមិនវិវាទធំដុំក៏ពិតមែនក៏ជាវិវាទក៏ជាទំនាស់ស្ដីអំពីផលស្ដីអំពីកិច្ចការនយោបាយផងដែរហើយដោយឡែកសម្រាប់ប្រទេសខ្លះក្រោយសង្គ្រាមលោកលើកទី2គឺជាប្រទេសដែលឆ្លោះគ្នាស៊ីសាច់ហុតឈាមជាក់ស្ដែងណាប្រទេសអាល្លឺម៉ង់ណាជាមួយនឹងសហគមន៍អឺរ៉ុបជាមួយនឹងប្រទេសទាំងអស់នៅក្នុងតំបន់ដោយមុនឆ្នាំ1945គឺចន្លោះពីឆ្នាំ1937-38ណាមុនកើតសង្គ្រាមលោកលើកទី2យើងឃើញថាអាណាចក្រអាល្លឺម៉ង់គឺមានអានុភាពណាស់ខ្លាំងណាស់ទាំងអាវុធយុទ្ធភ័ណ្ឌជាពិសេសក្រោមការដឹកនាំណារបបផ្ដាច់ការដែលវាយយកប្រទេសមួយចំនួននៅក្នុងតំបន់អារ៉ុបដាក់ធ្វើជាអាណានិគមរបស់ខ្លួនជាដើមក្តីក្នុងនោះយើងឃើញថាសូម្បីតែសហរដ្ឋអាមេរិកក៏ពួកនេះមិនខ្លាចផងដែរហើយដោយឡែកនៅតំបន់អាស៊ីនេះក៏ជប៉ុនជាប្រទេសមួយដែលមានអានុភាពខ្លាំងជាពិសេសក្រោមការដឹកនាំរបស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុនធ្វើសង្គ្រាមជាពិសេសដើមកាន់កាប់ទឹកដីដាក់អាណានិគមទៅលើប្រទេសមួយចំនួនជាកូនជើងរបស់ខ្លួនហើយយើងឃើញថាក្រោយឆ្នាំ1945ក្រោយណាពីបញ្ចប់នៅភ្លើងសង្គ្រាមលោកលើកទី2ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីក្តីប្រទេសនៅក្នុងទ្វីបអឺរ៉ុបក្តីរួមទាំងមជ្ឈិមបូព៌ាក្តីវាคล้ายទៅជាប្រទេសខ្លះជាមានសម្ព័ន្ធភាពទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកទៅវិញក៏មានដូចជាអាល្លឺម៉ង់ជាដើមហើយនៅអាស៊ីយើងនេះមានកូរ៉េ
ខាងត្បូងមានជប៉ុនជាពិសេសប្រទេសជប៉ុននេះឯងគឺជាសត្រូវសួរពូជណារបស់សហរដ្ឋអាមេរិកពោះប្រជាជនណាជាតិនិយមរបស់ប្រទេសជប៉ុនខ្លះមិនសប្បាយចិត្តជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិកម្ដងដែលមានដំណើរទៅកាន់ទឹកដីនៃប្រទេសជប៉ុនជាពិសេសណាទៅតំបន់ធ្លិទម្លាក់នៅបរមាណូគឺណាវ៉ាសាគីនិងហីរ៉ូស៊ីម៉ាជាដើមនេះជាការសបបញ្ជាក់ឲ្យឃើញការប្រេះឆាការស្អប់គ្នាការគុំគួនគ្នាណាចាក់ឬចាក់គុលក៏คล้ายទៅជាសម្ព័ន្ធមិត្តចាក់លឹកទឹកមិនលិចរហូតមកដល់ណាបច្ចុប្បន្ននេះជាដើមហើយយើងឃើញថាប្រទេសមួយចំនួនទៀតនៅក្នុងគេហៅថាសហភាពសូវៀតបាទសហភាពសូវៀតនេះក៏មានណាវិសាលភាពធំធេងណាស់ដែលអោបក្តាប់ប្រទេសមួយចំនួននៅក្នុងប៉ែកអឺរ៉ុបផ្នែកខាងកើតប៉ែកអាស៊ីផ្នែកខាងលិចណាចន្លោះនៃឬក៏ជុំវិញនៃប្រទេសរុស្ស៊ីជាដើមហើយនៅក្នុងសហភាពសូវៀតនេះយើងឃើញថាមានប្រមាណជា15ប្រទេសនៅក្នុងនោះមានណាអាមេនីអាស៊ែបៃសង់បេឡារុសអេស្តូនីសកស៊ីកាហ្សាស្ថានគីស៊ីស្ថានបាទទាគីស្ថានទីលុយអានីលីទុយអានីម៉ុលដាវីរុស្ស៊ីណាតាជីគីស្ថានទួមេនីស្ថានអ៊ុយក្រែនអូបេគីស្ថានជាដើមបង្កើតបានទៅជាសម្ព័ន្ធមិត្តឬក៏คล้ายទៅចាស់ជាសហភាពសូវៀតដែលក្រោមការដឹកនាំណារបស់ប្រទេសរុស្ស៊ីផងដែរដូច្នេះវិសាលភាពណាទាំងអំណាចផ្នែកយោធាទាំងអំណាចផ្នែកសេដ្ឋកិច្ចណាទាំងសពាវុធនិងវប្បធម៌អរិយធម៌បានលាតសន្ធឹងបានពង្រីកនៅវិសាលភាពដែលធ្វើឲ្យសហរដ្ឋអាមេរិកក៏ដូចជាប្រទេសមួយចំនួនមានការខ្លាចរអាប្រទេសមួយចំនួនមានការបារម្ភអំពីកិច្ចការដ៏ខ្លាំងក្លាព្រួយបារម្ភអំពីអានុភាពនៃសហភាពសូវៀតនេះផងដែរក៏ប៉ុន្តែអ្វីទាំងឡាយខុសពីការរំពឹងទុកបង្កើតបានក៏ប៉ុន្តែការអនុវត្តហាក់បីដូចជាមិនបានយូរអង្វែងនោះទេហើយប្រទេសទាំងអស់ដែលធ្លាប់តែជាបងប្អូននឹងគ្នាជាមិត្តភក្តិនឹងគ្នាដែលល្អោកល្អឿនណាស្រឡាញ់រាប់អានគ្នាស្លាប់រស់ជាមួយគ្នានឹងគ្នាតែមកដល់ពេលនេះក៏คล้ายទៅជាសត្រូវស៊ូពូជនឹងគ្នាផងដែរជាក់ស្ដែងគឺប្រទេសអ៊ុយក្រែនជាមួយនឹងប្រទេសរុស្ស៊ីបាទកើតសង្គ្រាមណាមកដល់ថ្ងៃនេះគឺតាំងពីថ្ងៃ24កុម្ភៈបាទ2022ឥឡូវនេះ2025ណាជិត4ឆ្នាំហើយសង្គ្រាមនៅតែមានវិសាលភាពសង្គ្រាមនៅតែបន្តដូចជាមិនមានថ្ងៃស្ងប់ស្ងាត់នោះទេអ្វីដែលយើងឃើញថាការធ្លាប់តែរាប់អាននឹងគ្នាធ្លាប់តែជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក៏คล้ายទៅជាសត្រូវប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមនៅក្នុងសមរភូមិហើយមកដល់បច្ចុប្បន្ននេះឃើញថាប្រជាជននៃប្រទេសទាំងពីរបានរងរបួសក៏ដូចជាស្លាប់រាប់ពាន់រាប់ម៉ឺននាក់ដោយផលវិបាកកើតអំពីសង្គ្រាមដោយផលវិបាកកើតអំពីការទម្លាក់គ្រាប់ឲ្យគ្នាទៅវិញទៅមកផ្ទៃដីហេដ្ឋារចនាសម្ព័ន្ធពេទ្យណាជាដើមធ្វើឲ្យខ្ទេចខ្ទីស្ទឹងស្ទើរតែអស់មួយជំហានប្រទេសទៅហើយនេះយើងឃើញថាសម្ព័ន្ធមិត្តក៏คล้ายទៅជាសត្រូវក៏คล้ายទៅជាសម្ព័ន្ធមិត្តដូច្នេះចង់និយាយថាពិភពលោកគ្មានទេភាពស្មោះត្រង់គ្នានឹងគ្នាយូរអង្វែងពាក្យស្មោះត្រង់បានត្រឹមតែ
លើបបោមាត់តែប៉ុណ្ណោះបាទដូច្នេះណាការប្រស្រ័យតាក់ទងគ្នាការចងមិត្តភាពគ្នានឹងគ្នាមិត្តភាពខ្លះណាហៅថាមិត្តភាពចាក់ទឹកមិនលិចមិត្តភាពខ្លះគឺមិត្តភាពដៃថែបមិត្តភាពខ្លះក៏ជាមិត្តភាពម៉ឺនឆ្នាំក៏ប៉ុន្តែអ្វីដែលប្រសិទ្ធនាមណាល្អណាស់ប្រពៃណាស់សម្រាប់ពេលដែលត្រូវគ្នាពេលដែលរាប់អានគ្នាពេលដែលមានការណាប្រស្រ័យតាក់ទងគ្នាបាទតែផ្ទុយទៅវិញនៅពេលដែលអអន់ស្រពន់ចិត្តបែកបាក់ប្រឆាដោយកត្តាណាមួយរឿងអាណានីមួយអញ្ចឹងប្រទេសទាំងអស់នោះក៏คล้ายទៅជាសត្រូវជាមួយគ្នាទៅវិញទៅមកណាផងដែរដោយអ្វីដែលខ្ញុំលើកពីសហភាពសូវៀតក៏ដូចជាប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីរួមមានជប៉ុនធ្លាប់តែប្រេះឆាជាមួយសហរដ្ឋអាមេរិកក៏คล้ายទៅជាសម្ព័ន្ធមិត្តវិញជាដើមដូច្នេះនិយាយជារួមគឺសំដៅលើប្រយោជន៍គ្នាទៅវិញទៅមកបាទមែនតែនទៅសង្គ្រាមនៅក្នុងបច្ចុប្បន្ននេះមិនមានទេគឺពាក្យថាស្មោះត្រង់គ្នានឹងគ្នាជាជាងផលប្រយោជន៍មានន័យថាការធ្វើសង្គ្រាមបែបសម្លឹងឃើញទីផ្សារការធ្វើសង្គ្រាមបែបសម្លឹងឃើញធនធានធម្មជាតិការធ្វើសង្គ្រាមបែបដាក់អាណានិគមលើប្រទេសមួយឬក៏តំបន់មួយជាដើមឬក៏ការជាប្រយោជន៍ដើម្បីកិត្តិយសនិងការវិនិយោគតែប៉ុណ្ណោះនេះជាងរកឃើញនៅកត្តាចំនួន3ធំដែលពិភពលោកមានទំនាក់ទំនងល្អជាមួយគ្នាបាទទោះជាប្រទេសនៅក្នុងលោកសេរីក្តីទោះប្រទេសនៅក្នុងប្លុកបែបកុម្មុយនីសសង្គមនិយមរាជានិយមក្តីគឺមានតែ3ទេទី1គឺគ្មានទេភាពស្មោះត្រង់បាទมันមានទេហើយទី2គឺដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះទាំងអំណាចយោធាសេដ្ឋកិច្ចនយោបាយណាជាដើមហើយទី3គឺប្រយោជន៍កិត្តិយសនិងការវិនិយោគជាផលប្រយោជន៍សម្រាប់ផងខ្លួនដូច្នេះណានេះជាការវិភាគបង្ហាញឲ្យឃើញអំពីសម្ព័ន្ធភាពណាជាមួយនឹងប្រទេសនេះប្រទេសនោះយើងឃើញថាល្អណាស់ប្រទេសនេះមេដឹកនាំនោះល្អណាស់បាទនេះជារឿងមួយដែលគេប្រសិទ្ធនាមខ្លួនគេតាំងចិត្តគេខ្លួនគេតែប៉ុណ្ណោះគ្រាន់តែប្រយោជន៍ដែលគេច្បាមពីយើងប្រយោជន៍ដែលគេចង់បានពីយើងក្នុងន័យកំហុកនិងក្នុងន័យប្រយោលតែប៉ុណ្ណោះបាទក្នុងន័យប្រយោលគឺសំដៅការទំនាក់ទំនងការប្រស្រ័យជាមួយយើងល្អវាអាចនៅមានហៅថាកម្លាំងនៅមានអានុភាពយូរអង្វែងប៉ុន្តែអំណាចនៃរយៈពេលខ្លីៗគឺគេទន្ទ្រានដោយកម្លាំងប្រដាប់អាវុធដោយអវ័យជាដើមឲ្យខានតែបានជាក់ស្ដែងដោយថៃឈ្លានពានទឹកដីខ្មែរជាដើមនេះគេចង់បានប្រយោជន៍ភ្លាមបានបើកការបាញ់ប្រហារដោយរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាដើមគឺចង់បាននៅប្រយោជន៍ណាសំខាន់របស់គេទើបគេធ្វើការឈ្លានពានទៅកាន់ប្រទេសអ៊ុយក្រែននេះនិយាយជារួមគ្មានទេភាពស្មោះត្រង់នៅលើពិភពលោកបាទការវិភាគមកប៉ុណ្ណេះគឺសន្មតបាទថាចប់សូមអរគុណ